ខ្លាំងខ្លាំងខ្លាំង3គូជាមួយនឹងខ្ញុំ MC កុងពីក្រុមការងារ Gold ខ្មែរ Sport ជំរាបសួរស្ដីបងប្អូនប្រិយមិត្តទស្សនិកជនដែលចូលចិត្តទស្សនាវីដេអូការទស្សន៍ទាយលទ្ធផលបាល់របស់ខ្ញុំ MC កុងផ្ទាល់ហើយថ្ងៃនេះវិលមកជួបជាមួយនឹងខ្ញុំម្ដងទៀតហើយនៅក្នុងការទស្សន៍ទាយលទ្ធផលបាល់3គូនៅក្នុងវីដេអូមួយនេះចូលសម្រាប់បងប្អូនគិតថា3គូដែលខ្ញុំលើកមកខាងលើនេះបងប្អូនគិតថាក្រុមណាជាអ្នកទទួលបានជ័យជំនះហើយលទ្ធផលបញ្ចប់ទៅដោយប្រមាណទល់នឹងប្រមាណកុំភ្លេច comment លេងកំសាន្តនៅក្រោមវីដេអូនេះទាំងអស់គ្នាក៏ប៉ុន្តែបងប្អូនចង់ចូលរួមទស្សនាកំសាន្តផ្សេងៗនៅក្នុងក្រុម AKFC Sport ឬក៏ចង់តាមដានគូពិសេសផ្សេងៗកុំភ្លេចណាចុចតាមរយៈ link នៅក្រោម profile ទាំងអស់គ្នាតោះឥឡូវកុំឲ្យខាតពេលយើងមកទស្សនាវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាសម្រាប់3គូនៅក្នុងថ្ងៃនេះឬនៅក្នុង International Friendly ទាំងអស់គូទី1ជំរឿជាតិអូត្រីត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមហៀវមកពីទ្វីបអាហ្វ្រិកគឺជំរឿជាតិហ្គាណាសម្រាប់គូនេះ admin ជឿជាក់ថាក្រុមម្ចាស់ផ្ទះនៅក្នុងទឹកដីប្រហែលជាមិនចាញ់ហើយក៏ស្មើដែរអាចឈ្នះទៅលើក្រុមជំរឿជាតិហ្គាណាដោយលទ្ធផល2-1ចំណែកឯគូទី2ជំរឿជាតិលំដាប់ពិភពលោកគឺអង់គ្លេសត្រូវបើកកីឡដ្ឋាន Wembley ស្វាគមន៍ក្រុមហៀវមកពីអាមេរិកឡាទីនគឺជំរឿជាតិអូរ៉ូហ្គាយសម្រាប់គូនេះ admin គិតថាអង់គ្លេសអាចឈ្នះទៅលើអូរ៉ូហ្គាយ2-0 ឬក៏3-0ចំណែកឯគូចុងក្រោយវិញគឺជំរឿជាតិកូជុលអេស្ប៉ាញត្រូវជួបជាមួយនឹងជំរឿជាតិសឺប៊ីសម្រាប់គូនេះ admin គិតថាកូជុលអេស្ប៉ាញនឹងឈ្នះទៅលើសឺប៊ី3-0ចូលបងប្អូនយល់ឃើញទៅនឹងលទ្ធផលដែល admin ទូទាយទុកមុនដែរឬក៏ណាកុំភ្លេចណាចូលមក comment លេងកំសាន្តទាំងអស់គ្នាតែបងប្អូនចង់ចូលរួមកំសាន្តជាមួយនឹង AKFC Sport ឬក៏ចង់តាមដានគូបាល់ពិសេសផ្សេងៗកុំភ្លេច link នៅក្រោម profile ទាំងអស់គ្នាហើយចុងក្រោយកុំភ្លេចចុច like ចុច share follow ឲ្យខ្ញុំ MC កុងពីក្រុមការងារ Gold ខ្មែរ Sport ម្នាក់មួយផងសូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ